អ្នកទាំងគ្នាប្រើកម្មវិធី Word យូរវិញតិចអត់ដឹងបាទមានគ្នាយើងគាត់សួរតើតោងកម្មវិធី Word ដែលជាប់ពណ៌ខ្មៅហើយគាត់រកកន្លែងដូរពណ៌ឃើញនៅក្នុងកម្មវិធី Word យើងអាចដូរពណ៌បានបាទមានសិស្សគាត់បាទកុំព្យូទ័ររបស់គាត់កម្មវិធី Word របស់គាត់ជាប់ពណ៌ខ្មៅអញ្ចឹងគាត់អត់ដឹងកន្លែងដូរអញ្ចឹងគាត់អត់ឆ្លាញ់ពណ៌ខ្មៅអញ្ចឹងរបៀបដូរអ្នកទាំងគ្នាចូលកន្លែង file មកហើយចូលកន្លែង account អញ្ចឹងអ្នកទាំងគ្នាចុចកន្លែង Office Save នេះបាទអញ្ចឹងគឺយើងអាចដូរបានហើយមានពណ៌ប្រផេះបាទពណ៌ប្រផេះគឺយើងអាចប្រើទាំងយប់ក៏បានថ្ងៃក៏បានអានេះយើងអត់សូវចាំងភ្នែកបាទខ្ញុំចុចប្រើពណ៌ហ្នឹងហើយមួយពណ៌មួយទៀតពណ៌សបាទពណ៌សនេះវាយ៉ាងចាំងបាទបើអ្នកទាំងគ្នាខ្សោយភ្នែកអាចយកពណ៌សទៅប្រើវាយ៉ាងចាំងពេកបាទបើយប់គឺកាន់តែកុំប្រើពណ៌សហើយ colorful នេះគឺពណ៌ទូទៅបាទដែលយើងតែងតែឃើញមានពណ៌ខៀវលាយមួយពណ៌សពណ៌ហ្នឹងគឺយើងប្រើពេលថ្ងៃទៅបាទវាច្បាស់ណាពណ៌ហ្នឹងក៏ឃើញស្អាតដែរហើយពណ៌មួយទៀតគឺយើងប្រើតាម system បើកុំព្យូទ័រយើងដាក់ dark mode អញ្ចឹងវាជាប់ពណ៌ខ្មៅបើកុំព្យូទ័រយើងយកពណ៌សវាជាប់ពណ៌សហើយអញ្ចឹងខ្ញុំរីកមែនអ្នកទាំងគ្នាប្រើពណ៌បាទពណ៌ខៀវសហើយនឹងពណ៌ប្រផេះទៅបាទល្អសម្រាប់ខ្ញុំចូលចិត្តប្រើពណ៌ហ្នឹងបាទវាអត់សូវប៉ះពាល់ដល់ភ្នែកយើងណា